នេះបងប្អូនដល់ពេលដាក់បាយពេលល្ងាចទីខ្ញុំដាក់តែមួយថ្ងៃពីរដងបងប្អូនព្រឹកម្ដងហើយល្ងាចម្ដងថ្ងៃឡើងខ្ញុំឲ្យវាស៊ីដើមចាយ៉ាបន្លែប្លុកអីចឹងទៅហើយស្រូវអីតិចតួចចឹងទៅខ្ញុំមិនសូវចិត្តចិញ្ចឹមអស់ចំណីទេបងប្អូនដោយសារអស់ថ្លៃអស់ចំណីអាហារដោយសារតែខ្ញុំវាសបោតាក់ទងនឹងអាបន្លែប្លុកគៀនផ្ទះខ្ញុំដាំបានច្រើនចឹងទៅអត់សូវចំណាយលើថ្លៃទៀននេះទេខែក្តៅអញ្ចេះវាអត់សូវចំណីទេបងប្អូនដោយសារតែវាទឹកច្រើនវាផឹកទឹកច្រើនបងប្អូនឃើញទេនេះនៅតែទឹកហ្នឹងហើយប្រហែលថ្ងៃនេះក្តៅប្រហែលជាចូល4-10ថ្ងៃកន្លះខែនេះអត់ភ្លៀងសោះបណ្ដោយអត់ភ្លៀងសោះឲ្យក្តៅខ្លាំងអញ្ចឹងទៅទីអត់សូវចំណីទេនៅតែគៀនទឹកហ្នឹងហើយបងប្អូនឃើញទេនៅតែគៀនទឹកហ្នឹងហើយនៅគៀនទឹកហ្នឹងហើយដល់ពេលវាផឹកទឹកច្រើនទៅចំណីអត់សូវទេចំណីអត់សូវទេដាក់ធម្មតាដាក់មករត់មករូឥឡូវអត់ទេវាផឹកទឹកច្រើនចិញ្ចឹមសត្វទានេះវាល្អជាងមាន់ដោយសារតែវារៀងធន់ជំងឺជាងមាន់បងប្អូនធន់ជំងឺតែតចិញ្ចឹមលក្ខណៈរៀងដីស្ងួតណាបងប្អូននេះដីស្ងួតដូចខ្ញុំចេះកុំឲ្យមានលក្ខណៈទឹកដក់ឬកុំឲ្យមានលក្ខណៈភក់ជ្រាំអីណាបើមានអញ្ចឹងវាព្រោះអានេះវាជាចិត្តហួរលក្ខណៈភក់ជ្រាំទឹកដក់អីផ្សេងបើបងប្អូនចង់ចិញ្ចឹមមិនសូវជាមានជំងឺតើបងប្អូនចិញ្ចឹមលក្ខណៈដូចខ្ញុំចេះនិយាយទៅកន្លែងគឺស្ងួតបងប្អូនណាស្ងួតហើយឧស្សាហ៍សម្អាតអានេះខ្ញុំអត់តបានសម្អាតទេឧស្សាហ៍សម្អាតវាអញ្ចឹងទៅអត់សូវឈឺទេបងប្អូនតែបើសិនតែយើងចិញ្ចឹមលក្ខណៈបលេងចោលឲ្យវាហួរភក់ជ្រាំអីតាមចិត្តឈឺច្រើនបងប្អូនឈឺច្រើនខ្ញុំចិញ្ចឹមសារនេះដូចជាអត់សូវឃើញឈឺដែរបងប្អូនមិនហៅមិនរោទេបើសារនេះអត់ទាន់ឃើញមានអីឈឺអីម៉ាក់មួយទេដោយសារតែយើងចិញ្ចឹមលក្ខណៈស្ងួតរដងយើងចិញ្ចឹមលក្ខណៈបលេងចោលចិញ្ចឹមលក្ខណៈឲ្យវាហួរដល់អីតាមចិត្តដល់ពេលអញ្ចឹងទៅធ្វើឲ្យទាវាមានរោគច្រើនដល់ពេលខ្ញុំចំលក្ខណៈហុំពាត់ជុំវិញចេះអត់ឲ្យវាតណាទេឲ្យវានៅក្រោមដាំតបែកអញ្ចឹងបងប្អូនឲ្យវានៅក្រោមដាំតបែកអញ្ចឹងវានៅឲ្យហុំវាចិត្តអត់ឲ្យវាដើរចេញទៅហ៊ូអីប្រេះផ្ដាស់ទេអញ្ចឹងទៅអត់អីដែរបងប្អូនអត់សូវឈឺអត់សូវអីទេអានេះគាត់ណាការចែកចម្លែកបងប្អូនអញ្ចឹងបើបងប្អូនគិតថាល្អអូខេបងប្អូនអាចធ្វើតាមអញ្ចឹងបងប្អូនព្រោះខ្ញុំធ្លាប់មានបទពិសោធន៍ខ្ញុំអ្នកចិញ្ចឹមហើយតែឈឺវិញខែភ្លៀងអត់បានធ្វើត្រង់ធ្វើអីស្អាតបាតដូចឈឺតាទានេះតាទៅមួយហើយគ្មានថ្នាំព្យាបាលទេបងប្អូនមានថ្នាំព្យាបាលទេគឺទៅឈឺងាប់ភ្លាមបណ្ដោយប្រកាសត្រាល់ភ្លាមហ្នឹងហើយបងប្អូនអញ្ចឹងបើយើងមិនចង់ឲ្យវានេះតើយើងបកាពីវាទុកមុនអញ្ចឹងបងប្អូនហើយចង់ចិញ្ចឹមជោគជ័យបងប្អូនសំខាន់ធ្វើត្រង់ឲ្យស្អាតចិញ្ចឹមមាន់ក៏ដោយចិញ្ចឹមអីក៏ដោយបងប្អូនធ្វើត្រង់ឲ្យស្អាតបើសិនតែបងប្អូនធ្វើត្រង់អត់ស្អាតទេក៏ចិញ្ចឹមអត់ល្អដែរអញ្ចឹងកុំឲ្យថាអូចាំលក់បានចាំធ្វើត្រង់ស្អាតអត់ទេបងប្អូនជឿខ្ញុំបើចង់ចិញ្ចឹមមាន់ក៏ដោយចិញ្ចឹមទ្វាក៏ដោយរឿងសំខាន់ដំបូងគេហ្នឹងគឺត្រង់ហ្មងគឺត្រង់ធ្វើត្រង់ឲ្យស្អាតមិនបាច់ដល់ស្អាតពេកទេមកល្មមដែលយើងអាចគ្រប់គ្រងវាជាប់កុំឲ្យវាចេញដើរឆ្វេងឆ្វាយហុំពាត់វាជាប់កុំឲ្យវាចេញដើរញ៉ៃច្រើនអញ្ចឹងទៅបងប្អូនតែបើសិនតែត្រង់យើងអត់ស្អាតទេត្រង់យើងវល់វែកសបោផុកសបោជ្រាំចំកើតទេទីនេះចំកើតទេព្រោះខ្ញុំធ្លាប់ឆ្លងកាត់ឲ្យឈឺវាដើរហួរពីពិសេសខែភ្លៀងពេលខែភ្លៀងទឹកដក់ទឹកអីចឹងទៅជំងឺវាចេញមកពីដីចឹងទៅវាដើរហួរអីឈឺអស់បើបងប្អូនចង់ចិញ្ចឹមល្អគឺសំខាន់រឿងទី1ហ្នឹងគឺត្រង់ហើយបងប្អូនធ្វើត្រង់ឲ្យស្អាតតែត្រង់ស្អាតយើងចិញ្ចឹមស្រួលយើងគ្រប់គ្រងវាស្រួលបងប្អូនតែដល់យើងត្រង់អត់យើងអត់មានត្រង់ហើយចិញ្ចឹមលក្ខណៈបលេងចោលរស់បានយកប៉ុណ្ណឹងមិនសូវសល់ទេបងប្អូនសល់ក៏សល់តិចតួចដែរព្រោះខ្ញុំធ្លាប់ឆ្លងកាត់ហើយសល់តិចតួចណាតឈឺមកប្រាវងាប់អស់សល់តិចតួចមានអីបងប្អូនអានេះលក្ខណៈបែបគ្រួសារយើងចិញ្ចឹមដីយើងតនេទុកចោលខាងក្រោយយើងដាំដំណាំទៅក៏យើងចិញ្ចឹមសត្វពីក្រោមទៅល្អគួរសមដែរហើយវាសំខាន់តើបងប្អូនចូលចិត្តដែរធ្វើអីក៏ដោយដែរបងប្អូនបើសិនជាបងប្អូនអត់ចូលចិត្តទេទៅអត់រួចទេចិញ្ចឹមអត់កើតទេធ្វើការក៏វាអត់បានផលតើបងប្អូនចូលចិត្តស្រឡាញ់អីដូចខ្ញុំអញ្ចឹងដែរបានយើងធ្វើទៅវាចេញពីបេះដូងយ៉ាងនេះអញ្ចឹងណាតែបើយើងធ្វើអត់សូវស្រឡាញ់អត់សូវចូលចិត្តចេះធ្វើតាមអារម្មណ៍ក៏វាអត់សូវបានផលដែរអរគុណបងប្អូន